នៅលើលោកហ្នឹងអ្នកណាក៏ចង់បានដែរប៉ុន្តែថៃយកឱកាសហ្នឹងធ្វើបាបផ្លូវចិត្តកម្ពុជាគ្រប់បែបយ៉ាងគឺងឿកនេះគឺកិច្ចកុកនេះគឺធ្វើអញ្ចេះធ្វើអញ្ចោះមានបញ្ហានេះមានបញ្ហានោះដែលយើងដឹងថាចរិតរបស់ថៃនេះគឺមិនចោលក្បួនពីយូរមកហើយក៏ប៉ុន្តែកម្ពុជានៅតែអោបជើងតាមរហូតដោយសារតែចង់បានសន្តិភាពហ្នឹងក៏ប៉ុន្តែឥឡូវសន្តិភាពវាមិនមែនជាការដាក់ប្រទាននៅលើជើងទៀនឲ្យយើងឯណាយើងឃើញតាគឺបានន័យថាជាការតស៊ូបដូរផ្ដាច់កសាងកម្លាំងរួបរวมជាតិនឹងនេះរបស់យើងឲ្យចាប់ពីពេលនេះទៅគឺជាមេរៀនមួយដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រឲ្យមិនដែលក្នុងសម័យកាលណាដែលថៃមើងងាយខ្មែរសម្បើមដូចពេលនេះទេគឺមើងងាយមែនតើមើងងាយរបៀបដូចថារបៀបដែលធ្វើហ្នឹងគឺក្មេងបៀមដៃមិនដូរដែលមើងងាយយើងពេកហើយអាការនេះហើយដែលធ្វើឲ្យយើងត្រូវតែបំពាក់អាការឈឺចាប់របស់យើងប៉ុន្តែមិនមែនឈឺចាប់នៅក្នុងការដែលបង្ក្រាបគ្នាឯងឈឺចាប់នៅក្នុងការបិទមាត់គ្នាឯងឈឺចាប់នៅក្នុងការដែលមិនអោយអ្នកណានិយាយអីឈឺចាប់នៅក្នុងការដែលនាំគ្នានិយាយហែកគេជេរបតិចផ្ដាសាគ្នាឯងចឹងទៅហើយទុកឲ្យថៃខ្ចីដៃយើងយកមកប្រើទៀតទេមិនបានចឹងទេដូច្នេះយើងបើថាជ្រុលតែយើងលំបាកខ្លាំងហើយរៀនពីបទពិសោធន៍នេះប៉ុន្តែត្រូវក្រោកឈរឲ្យខេងរែងឡើងក្នុងនាមជាជាតិដែលមានភាពរួមផ្ដុំគ្នាជាចង្កឹះមួយបាច់ហើយខ្ញុំនឹងពន្យល់ពីរឿងចង្កឹះមួយបាច់នេះថាតើយើងអាចអោបជាប់គ្នាបានដែរឬទេឬក៏ចង្កឹះនេះនៅតែឈរបានម្នាក់មួយឲ្យគេកាច់បាត់ដដែលហើយកត្តាអីដែលនាំឲ្យបញ្ហាហ្នឹងដែលមិនអាចយកចង្កឹះហ្នឹងមកចងជាបាច់បានឥឡូវគឺថៃគេថាលក្ខខណ្ឌដែលនិយាយទៅគឺគេលោកស៊ីហសៈភួងកេតកៅដែលជារដ្ឋមន្ត្រីការបរទេសចាំផ្ទះថៃហ្នឹងគឺគាត់បាននិយាយផ្ដល់ដូចថាថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលដែលបាត់ជប់បាញ់អីហ្នឹងគឺ72ម៉ោងនឹងគោរពហើយមូលហេតុដែលថៃមិនទាន់ដោះលែងទាហានខ្មែរទាំង18នាក់ដោយអ្វីដែលចែងនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគាត់ថាមកដល់ម៉ោងនេះគឺថៃជាអ្នកសម្រេចពិចារណាឡើងវិញពាក្យរបស់រដ្ឋមន្ត្រីការបរទេសថៃហើយដែលជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីឆ្នាំ2026នេះទៀតបាទអញ្ចឹងយើងចាំមុខគាត់ទុកទៅគឺបើគាត់បានឡើងទៅជានាយករដ្ឋមន្ត្រីឬក៏អនុរដ្ឋមន្ត្រីឬក៏មន្ត្រីសំខាន់បើសិនជាគណៈបកលោកអនុទិនច័ន្ទវរៈគុលជាប់ឆ្នោតគឺគណៈបកភូមិใจថៃនឹងជាប់ឆ្នោតគឺលោកស៊ីហសៈភួងកេតកៅ 100% នឹងក្លាយទៅជាអាចជាអនុរដ្ឋមន្ត្រីឬក៏សំទោសជាអនុឬក៏ជាមន្ត្រីជាន់ខ្ពស់ធំមួយនៅក្នុងកិច្ចការរបស់រដ្ឋាភិបាលហើយតើនឹងជួបឧបសគ្គប៉ុណ្ណាអ្វីដែលគាត់លើកឡើងហ្នឹងគឺគាត់និយាយថាអ្វីគឺត្រូវពន្យាពេលហើយការពន្យាពេលហ្នឹងដោយគាត់លើកឡើងថាថៃអត់ទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយទេអញ្ចឹងចំណុច2ដែលថៃកំពុងតែយកមកជាលេសទី1ទុកពេលពិនិត្យវាយតម្លៃសភាពការនៃការគោរពប័ណ្ណឈប់បាញ់រយៈពេល72ម៉ោងសាកល្បងនេះសិនគេនិយាយចឹងខ្ញុំអត់យល់ថាតើហេតុអីបានជាអ្នកដែលវាយតម្លៃប័ណ្ណឈប់បាញ់សាកល្បងត្រូវឲ្យភាគីថៃជាអ្នកធ្វើចាស់កម្ពុជាវាត្រូវតែមានអាជ្ញាកណ្ដាលមួយវាអត់ដែលអាចដាក់ថាឧទាហរណ៍ដូចលេងបាល់អញ្ចឹងបងប្អូននៅពេលដែលអ្នកណាម្នាក់ទាត់បាល់ចូលទៅហើយហ្នឹងចូលទៅហ្គូននៅក្នុងភាគីចូលហ្គូនភាគីមកខាងទៀតហើយស្រាប់តែវាត្រូវបានពិន្ទុហើយស្រាប់តែភាគីមកខាងទៀតដែលជាអ្នកចាញ់គ្រាប់បាល់ហ្នឹងឡើងមកប្រាប់ថាអត់ទេសុំពិនិត្យឡើងវិញមើលថាបាល់ហ្នឹងទាត់ទៅវាអកសើអត់ឬក៏វាជាបាល់ពីនៃឬដែលវាខុសក្បួនខុសខ្នាតនៅក្នុងការទាត់ហ្នឹងទេឬក៏វាមានបញ្ហាអីទេអាចរាប់ថាគ្រាប់ហ្នឹងទាត់ចូលដែរទេទុកឲ្យខាងក្រុមកីឡាករនៃក្រុមដែលត្រូវគេទាត់បាល់ចូលហ្នឹងយកមកពិនិត្យមើលស្ថានភាពឡើងវិញប៉ុន្តែអាញាកដាលឬក៏អីដែលអ្នកមើលគ្រប់គ្នាហ្នឹងអត់ដឹងនៅណាវាទុកឲ្យកីឡាករខ្លួនឯងជាអ្នកសម្រេចទៅវិញនេះហើយតើមានយុត្តិធម៌ប៉ុណ្ណាបើគាត់សម្រេចមកគាត់ថាអត់ទេបាល់ហ្នឹងអត់ចូលផងព្រោះអីពេលដែលកីឡាកររត់ឡើងមកផុតខ្សែប្រយុទ្ធខ្សែការពារខ្សែអីចឹងវាអកសើវាអើយស្អីគេអញ្ចឹងទៅចិត្តគាត់ចិត្តថាទៅវាធ្វើម៉េចដើម្បីឲ្យអាបាល់ដែលទាត់ចូលហ្នឹងចាត់ទុកជាមោឃៈយើងអត់អាចធ្វើអញ្ចឹងទេបងប្អូនគេអត់អាចអនុវត្តអីបែបក្មេងបៀមដៃអញ្ចឹងទេហើយកម្រិតប្រទេសនិងប្រទេសប្រជាពលរដ្ឋរងទុក្ខវេទនាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសង្គមប៉ះពាល់ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិប៉ះពាល់ដល់ធម្មនុញ្ញអាស៊ានប៉ះពាល់ដល់សន្តិសុខតំបន់100ជំពូកហើយដល់ពេលយកបញ្ហាមកដោះស្រាយធ្វើដូចក្មេងបៀមដៃ
ហើយទៅយើងទាំងអស់គ្នានៅបន់ស្រន់ចាំមើលលទ្ធផលពីគេពិនិត្យពិច័យចុះហេតុអីក៏អយុត្តិធម៌អីក៏យ៉ាងនេះខ្ញុំមិនយល់ហើយឥឡូវថៃគេថាចាំឲ្យគេពិនិត្យលទ្ធផលនឹងសិនសំបីតែលោកអនុទិនច័ន្ទវរៈគុលហ្នឹងគឺពេលផ្ដាល់សន្និសីទសារព័ត៌មានកាលពីថ្ងៃមិញនេះក៏ប្រាប់អញ្ចឹងដែរថាអត់ទាន់បានលទ្ធផលពីភូមិភាគមកទេថាតើការគោរពប័ណ្ណឈប់បាញ់ហ្នឹងវាបានខ្ជាប់ខ្ជួនតាមសេចក្តីរាយការណ៍ពីខាងណាបើសិនជាចង់ស្ដាប់សេចក្តីរាយការណ៍បែបជាគណៈកម្មាធិការសង្កេតការចម្រោះអាស៊ានខ្មែរថៃឯករាជ្យណាមួយអាហ្នឹងខ្ញុំគិតថាសមហេតុសមផលហើយសមហេតុសមផលហ្នឹងគឺទាល់តែមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃ27ហ្នឹងទៀតថ្ងៃ27អត់មាននិយាយអីពីរឿងថាអូតើចាប់72ម៉ោងហ្នឹងពេលដែលគោរពបទឈប់បាញ់ហ្នឹងអត់មានការផ្ទុះអាវុធហ្នឹងហើយត្រូវតែឲ្យឆ្លងកាត់គណៈកម្មការកខកខអីអត់មានសោះនេះគឺជាការបង្កើតឡើងថ្មីរបស់ថៃស្រេចតថាចុះបើយើងមានសេចក្តីប្រកាសរួមហើយមានកិច្ចសន្យាមានការព្រមព្រៀងគ្នាហេតុអីបានជាថៃថាអីបានស្រេចតែចិត្តអញ្ចឹងវាអត់យល់អញ្ចឹងហើយបានថាយើងវាចាញ់ព្រៀបគេច្រើនរឿងអញ្ចឹងបងប្អូនតែធ្វើយ៉ាងម៉េចតែយើងមានជំរឿអីបងប្អូនចេះតែសួរតែយើងមានជំរឿអីទាហានខ្មែរ18នាក់នៅក្នុងដៃគេដីច្រើនកន្លែងត្រូវបានថៃវាយយកស្ទើរគ្រប់សមរភូមិប្រយុទ្ធទាហានកម្ពុជាត្រូវបានបងប្អូនទៅរើសាកសពនៅក្នុងព្រៃវេទនាភ្នែកណាបងប្អូនប៉ុន្តែសារព័ត៌មានយើងព្យាយាមបិទព្យាយាមបាំងព្យាយាមលាបពណ៌ថាប្រភពនេះមិនពិតប្រភពនេះ AI ប្រភពនេះអីខ្ញុំនឹងនិយាយពីរឿងប្រភពមិនពិតហ្នឹងដែលខ្ញុំត្រូវបានថ្នាំអតិសាយមកគ្រាប់ពីក្រសួងព័ត៌មានកម្ពុជាដែលជាស្ថាប័នវិជ្ជាជីវៈមួយប៉ុន្តែធ្វើការខ្ជាហើយខ្ញុំនឹងពន្យល់ថាតើគួរតែធ្វើអីឲ្យក្រាន់បើជាងហ្នឹងខ្ញុំថាមិនមែនចេះនិយាយអីបានស្រេចចិត្តធ្វើអីបានស្រេចចិត្តទេអស់លោកសុទ្ធតែស៊ីប្រខែរត់ធ្វើការឲ្យល្អប្រសើរជាងនឹងកុំធ្វើឲ្យអន់ជាងអ្នកដែលគេគ្រាន់តែស្ម័គ្រចិត្តធ្វើការមិនអស់មិនបានប្រាក់ខែមួយរៀលសោះហើយគេធ្វើបានល្អជាងអស់លោកឥឡូវហ្នឹងគឺដល់តែពេលថៃគេថាអញ្ចឹងគឺយើងនៅតែចាំលទ្ធផលរបស់ថៃហើយមិនដឹងអាញាកណ្ដាលនៅណាដូច្នេះថៃចង់ថាអីក៏បានដែរគេមានរឿងពីរដូចខ្ញុំនិយាយចឹងគឺទី1គឺគេយកបញ្ហាសន្តិសុខប្រទេសថៃអត់ទាន់មានទេហើយគេត្រូវពិនិត្យមើលស្ថានភាពហ្នឹងសិនបាត់ជប់បាញ់72ម៉ោងចប់មែនហើយអត់មានការផ្ទុះអាវុធមែនហើយព្រោះអីខាងខ្មែរក៏រាយការណ៍ថាអត់មានការផ្ទុះអាវុធដែរព្រោះក្រសួងមហាផ្ទៃក្រសួងការពារជាតិអីឃើញចេញសេចក្តីថ្លែងការណ៍មកថា72ម៉ោងនេះប្រព្រឹត្តទៅបានល្អរលូនដោយមិនមានការផ្ទុះអាវុធទាំងសងខាងហើយថៃក៏គេថាមកដល់ម៉ោងនេះគឺយោធាថៃខ្លួនឯងក៏ថាដែរថា72ម៉ោងគឺបាត់ជប់បាញ់នេះអត់មានការផ្ទុះអាវុធតដៃគ្នាអីទៀតទេដូច្នេះបានន័យថាការបំពេញគ្រប់ទៅតាមលក្ខខណ្ឌទៅហើយហ្នឹងហើយនៅក្នុងលក្ខខណ្ឌហ្នឹងថាបើសិនជាអត់មានការផ្ទុះអាវុធទេអនុវត្តបាត់ជប់បាញ់បានហ្នឹងគឺដោះលែងទាហានខ្មែរទាំង18នាក់ប៉ុន្តែឥឡូវថៃគេយកលក្ខខណ្ឌផ្សេងទៀតថាអត់មានផ្ទុះអាវុធមែនប៉ុន្តែវាមានបញ្ហាមួយចំនួនដែលគេចោទថាថៃថាកម្ពុជាយើងបំពេញបាត់ជប់បាញ់ហ្នឹងមិនមែនបាត់ជប់បាញ់ហ្នឹងបំពេញដោយការតែអត់ផ្ទុះអាវុធទេគេថាការបង្ហោះអា drone យន្តហោះអត់មនុស្សបើកដែលជាយន្តហោះអាចហោះឆ្លប់យកការឬក៏យន្តហោះរបៀបទម្លាក់គ្រាប់អីហ្នឹងគឺថៃគេចោទថាមាន drone បង្ហោះពេញមេឃយ៉ាងតិច250គ្រឿងដែលហោះនៅក្នុងដែនដីខេត្តជាប់ព្រំដែនហ្នឹងដែលធ្វើឲ្យថៃគិតថាប៉ះពាល់ដល់សុវត្ថិភាពកងទ័ពរបស់ថៃចុះភ័យម៉ែរាល់ថ្ងៃហ្នឹងដែលទៅភ័យរឿងទីតាំងកងទ័ពថៃមកពីណាឃើញតែថតតែហ៊ានថៃថតមកផ្សាយខ្លួនឯងរាល់ថ្ងៃហ្នឹងខ្មែរចាំបាច់ទៅយកព័ត៌មានពី drone ហ្នឹងមកឲ្យឈឺក្បាលអីព្រោះថៃផ្សាយរាល់ថ្ងៃហ្នឹងតែហ៊ានថៃទៅដាក់តុងជ័យឈូសឆាយដុតផ្ទះសម្បែងប្រជាពលរដ្ឋនៅកន្លែងណាទៅមើលទៅរកម្មភ្នែកប៉ុន្តែវាជាអកុសលរឿងមួយដែលខ្ញុំទើបតែនឹងដឹងថានៅប្រទេសកម្ពុជាប្រជាពលរដ្ឋខ្មែរច្រើនណាស់អត់អាចបើកព័ត៌មានថៃស្ដាប់បានទេណាដូចជា The Nation Thailand ឬក៏សារព័ត៌មានថៃមួយចំនួនទៀតហ្នឹងឬបងប្អូនយើងថាបើកមិនបានខ្ញុំអត់ដឹងរឿងហ្នឹងសោះចាំបានថាធ្វើជាអ្នកសារព័ត៌មានពេលខ្លះយើងគិតមិនដល់យើងគិតមិនដល់ហ្នឹងគឺខ្ញុំអត់ដែលមានកូនចិត្តមួយនឹងគិតថាហេតុអីបានជាយើងបិទការផ្សព្វផ្សាយព័ត៌មានបែបនេះទៅឲ្យអត់ឲ្យលឺនៅក្នុងប្រទេសដើម្បីឲ្យប្រទេសឲ្យកម្ពុជាលឺតែមកប្រភពគឺលឺតែពីរដ្ឋាភិបាលកម្ពុជាទុកឲ្យថៃគេបំពពុលព័ត៌មានអីយើងអត់មានអីតបតអញ្ចឹងបានថាពេលខ្លះយើងគិតខុសដែរយុទ្ធសាស្ត្ររបស់ខ្មែរយើងស្អប់គេមិនឈឺក្បាលនឹងសិក្សានឹងឆ្វេងយល់ពីគេសោះហ្មងហើយយើងនឹងចាញ់គេ 100% ហើយបើស្អប់សត្រូវត្រូវរៀនឲ្យច្បាស់អំពីសត្រូវគោលការណ៍នៃការដែលឈ្នះសត្រូវគឺអញ្ចឹងឯង
បើសិនជាស្អប់អ្នកឯងរៀនភាសាអ្នកឯងឲ្យចេះមិនមែនដើម្បីលើកដំកើងតម្លៃភាសាជាតិអ្នកឯងទេសំខាន់ចង់ស្ដាប់មើលថាតើអ្នកឯងឆ្លើយឆ្លងគ្នាយ៉ាងម៉េចដើម្បីឲ្យយើងនិយាយទៅយើងស្ដាប់គ្នាបានហើយយើងហ្នឹងតាំងអាជាតិនិយមជ្រុលរបស់យើងហ្នឹងគឺថាអូបើស្អប់ថៃកុំរៀនភាសាថៃកុំលើកដំកើងភាសាជាតិគេដល់អញ្ចឹងយើងនៅល្ងង10គត់អញ្ចឹងទៅអត់គេនិយាយស្អីក៏យើងស្ដាប់អត់បានហើយមិនត្រឹមតែស្ដាប់មិនបានគេនិយាយអីពីការសម្ងាត់អីដែលយើងអាចនឹងមកស្ដាប់ដើម្បីយកមកវិភាគដើម្បីឲ្យយើងត្រៀមជើងព្រួលទប់គេបានទេគឺយើងបិទអត់ឲ្យឮព័ត៌មានពីខាងហ្នឹងទាំងអស់ដើម្បីឲ្យដឹងថានិយាយទៅគឺលែងឲ្យឮលែងឲ្យស្ដាប់លែងឲ្យដឹងឲ្យចោតលៀបពណ៌ថាព័ត៌មានទាំងអស់ហ្នឹងជាព័ត៌មានបំពុលព័ត៌មានចិត្តសាស្ត្រគេចិត្តសាស្ត្រអីចិត្តទៅបំពុលអីបំពុលទៅតែសំខាន់តើព័ត៌មានដែលគេផ្សាយមកហ្នឹងមានខ្លឹមសារកន្លែងណាមួយដែលយើងយកមកពិចារណាសំយោគដើម្បីយករកយុទ្ធសាស្ត្រទប់ទល់គេបានដែរទេបើយើងអត់ដឹងពីគេសោះគេដើរដល់ណាគេរើដល់ណាគេចូលដល់ប្រាសាទតាមាន់ធំប្រាសាទតាកបីភ្នំទ្របតំបន់ស្ទើរគ្រប់ទីកន្លែងគេយកតុងជ័យយកទៅបោះអស់អាលីងយើងនៅតែ AI យើងនៅតែរឿងហ្នឹងបង្កើតនៅក្នុងបន្ទប់ studio រឿងហ្នឹងគឺមិនការពិតទេព័ត៌មានហ្នឹងคล้ายคล้ายស្អីក៏คล้ายคล้ายដែរគឺមានតែឆ្នាំអាចទន្សាយមកគ្រាប់ហ្នឹងគត់ដាក់ទៅ100មុខស្អីក៏ត្រូវដែររោគណាក៏កែត្រូវដែរអាហ្នឹងគឺជាការរបៀបបន្សាបព័ត៌មានយើងមើលប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីប្រាសាទខ្នាច្រកអានសេះភ្នំ350ភ្នំ225ភ្នំ500ភ្នំ323ភ្នំ677ភូមិជោគជ័យភូមិព្រៃច័ន្ទផ្ទះ3ខ្នងអូភ្លុកដំរីតំបន់ច1ភ្នំទ្របថ្មដូនបងប្អូនសាកស្ដាប់មើលទាំងអស់នេះតើថៃគេនៅឯណាគេយកតុងជ័យទៅឈូសឆាយដាក់បលាលួសនៅគ្រប់ទីតាំងទាំងអស់ហ្នឹងហើយទៅយើងអត់មានអីក្រៅតែពី AI មិនពិតទេហើយយើងបិទព័ត៌មានហ្នឹងទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋដូចអង្កែបនៅក្នុងដងអញ្ចឹងប៉ុន្តែអង្កែបនៅក្នុងដងសម័យនេះមិនមែនដូចអាសម័យអង្កែបក្នុងដងមែនតើណាអង្កែបនៅក្នុងដងនេះឥឡូវនាំគ្នាលូនឡើងមកដល់ប៉ំមាត់ដងអស់ហើយហ្នឹងឃើញផ្កាយឃើញមេឃអស់ហើយហ្នឹងហើយយើងនៅគិតថាអត់ទេបងប្អូនយើងអង្កែបក្នុងដងដឹងតែមកប្រឡងមេឃប៉ិនចង្អេហ្នឹងថាជាមេឃអីចឹងទៅមិនមែនទេសម័យបច្ចេកវិទ្យានេះមិនមែន30ឆ្នាំមុនទេណាប្រជាពលរដ្ឋខ្មែរមិនល្ងង10គត់ដោយអស់លោកគិតទេចឹងត្រូវធ្វើអីឲ្យថ្មីប្លែកជាងហ្នឹងតែយើងធ្វើដោយរបៀបហ្នឹងគឺប្រជាពលរដ្ឋមិនអាចទទួលយកបានហើយអ្នកដែលរងសម្ពាធខ្លាំងមែនតើដែលឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមគឺក្រុមខុសនិករបស់រដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលខ្លួនឯងព្រោះប្រជាពលរដ្ឋដឹងទៅយើងក៏ហក់ច្រើនពេកវាទៅជាធ្វើឲ្យប្រជាពលរដ្ឋលែងជឿហើយដល់ពេលលែងជឿយើងចាប់ផ្ដើមកាលមុនសូមបងប្អូនជឿទុកចិត្តលើរដ្ឋាភិបាលឥឡូវគឺដាច់ខាតត្រូវតែជឿទុកចិត្តនេះទៅជាបង្ខំភ្ជង់កភ្លើងទៅវិញព្រោះអីយើងផ្សាយព័ត៌មានយើងទប់គេច្រើនពេកយើងអត់ដឹងទិសតំបន់អីយើងវល់អស់ទៅយើងធ្វើឲ្យអាព័ត៌មានខ្លួនឯងហ្នឹងសាបដូចទឹកទន្លេនិយាយស្អីរៀសក៏ស្ដាប់លែងបានព័ត៌មានរបស់វិទ្យុជាតិរបស់អីរបស់ខ្មែរយើងជួនកាលផ្សាយមកមានគ្នា3នាក់ចុចមើលអីវ៉ាន់តើអស់លោកត្រូវចំណាយពេលចំណាយលុយចំណាយបុគ្គលិកអីដល់ណាទៀតល្មមបិទចោលខ្លះតើទុកយកលុយទាំងអស់ហ្នឹងយកមកបើថាពិបាកពេកជួល MMO ណាម្នាក់ទៅហើយអស់លុយតិចជាងខ្ញុំនិយាយនេះមិនមែនចង់តែផ្ដាច់របរទទួលទានឬក៏ប្រាក់បៀវត្សអីរបស់មន្ត្រីរាជការទេបងប្អូនក៏ទទួលទានប្រាក់បៀវត្សពីញើសឈាមប្រជាពលរដ្ឋហ្នឹងក៏មិនទៅឆ្ងាញ់មាត់អីណាដែរព្រោះវាអត់បានធ្វើការអីទេបើយើងយកមកអញ្ចឹងប្រជាពលរដ្ឋរកព័ត៌មានពិតមិនឃើញតែមកខ្ទប់មាត់គេហើយមិនអោយគេនិយាយអីទៅឲ្យដើរលៀបពណ៌គេគ្រប់គ្នាតើមានស្អីប្រយោជន៍អីមានតែសម័យខ្មែរក្រហមតែគេធ្វើអញ្ចឹងហេតុអីបានជា50ឆ្នាំក្រោយសម័យខ្មែរក្រហមប្រជាពលរដ្ឋត្រូវរងសម្ពាធដដែលនេះហេតុអីបានប្រវត្តិសាស្ត្រហ្នឹងវាសាដានវាអត់មានអីត្រូវទៅផ្លូវហ្នឹងសោះហើយធ្វើហ្នឹងដូចខ្ញុំថាអញ្ចឹងកំបិតចិត្តដងទេមិនសូវបានផលទេព្រោះប្រជាពលរដ្ឋមានការថ្នាំងថ្នាក់អញ្ចឹងយើងទាមទារឲ្យមានព័ត៌មានហ្នឹងឲ្យយើងជួយគ្នាឲ្យដឹងថាតើថៃឲ្យត្រូវទទួលស្គាល់ការពិតអាការទទួលស្គាល់ការពិតហ្នឹងវារែងស្លែងណាស់វាលំបាកណាស់ប៉ុន្តែវាដើម្បីឲ្យប្រជាពលរដ្ឋយើងមានព័ត៌មានក្នុងដៃដើម្បីតតាំងជាមួយថៃខ្ញុំនិយាយប្រហែល100ដងដែលថាព័ត៌មានពិតវាស្លែងហើយវាពិបាកណាស់ដូចវ៉ាពេជ្រចឹងបដូលពេជ្រចឹងវាល្វីងវាជូរចត់ប៉ុន្តែយកមកដើម្បីជាការឈឺចាប់ហើយមានជាភ័ស្តុតាងដើម្បីឲ្យខ្មែរយើងមានទម្ងន់ទៅតតាំងលើឆាកអន្តរជាតិដើម្បីឲ្យថៃខ្ជាក់អីមកវិញឥឡូវហ្នឹងតើការតវ៉ាតស៊ូមតិនៅលើឆាកអន្តរជាតិយើងធ្វើអីប្រជាពលរដ្ឋធ្វើទៅក្នុងភាពស្រមើស្រមៃដែរហ្នឹងព្រោះរដ្ឋាភិបាលអត់ទទួលស្គាល់ថាបាត់តំបន់ណាទៅក្នុងការគ្រប់គ្រងរបស់អ្នកណាផងហ្នឹងយើងថាយើងនៅតែឈរជើងយើងនៅតែគ្រប់គ្រងទោះអ្នកណាដាក់ទង់ដាក់ជ័យអីដាក់អីឈូអីខ្ទេចខ្ទីប្រជាពលរដ្ឋឥឡូវក្តៅក្រហាយយំស្រែកគ្រប់គ្នាថាចុះបើវិលទៅផ្ទះវិញហ្នឹងទៅផ្ទះនៅឯណាបើផ្ទះគេដុតឆេះអស់ហើយហ្នឹងអ្នកណាទទួលខុសត្រូវ
ហើយរដ្ឋាភិបាលអត់ទទួលស្គាល់ប្រជាពលរដ្ឋខ្លួនឯងក៏មិនដឹងទៅតវ៉ាយ៉ាងម៉េចអត់មានអ្នកណាជួយគាត់បានទេព្រោះអីគេមិនអោយទាំងទទួលស្គាល់ថាផ្ទះហ្នឹងឈូសឆាយហ្នឹងគឺខ្ទេចខ្ទីអីអញ្ចឹងឃើញតែរូបថតហ្នឹងជួនកាលនឹងប្រឡប់ថា AI ទៀតទៅទុក្ខវេទនានេះគឺជាទុក្ខវេទនាដែលមិនដែលធ្លាប់មានទេបងប្អូនគឺយើងរងគ្រោះនៅក្នុងការដែលបិទព័ត៌មាននឹងមួយហើយយើងរងគ្រោះដោយសារគេធ្វើទុកបុកម្នេញយើងនឹងមួយសារទៀតឥឡូវថៃគេយល់ដែរពីរយ៉ាងដូចខ្ញុំនិយាយចឹងលោកសិហស័កភួងកេតកែនិយាយថាការដោះលែងទាហានខ្មែរទាំង18នាក់ត្រូវពន្យាពេលរហូតដល់ថៃយល់ថាស្ថានភាពនៅព្រំដែនមានសុវត្ថិភាពមានសន្តិសុខសម្រាប់ប្រទេសថៃប្រជាពលរដ្ឋស៊ីវិលថៃនិងទាហានថៃប្រទេសថៃនេះ5000ឆ្នាំទៀតក៏អត់មានសុខសន្តិភាពឬក៏សេចក្តីសុខស្ងប់ដែរព្រោះយើងចាប់ផ្ដើមឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសមួយហើយឲ្យគេនៅស្ងៀមវាអត់ដែលទៅស្ងប់ទេម៉ោងហ្នឹងថៃគឺត្រូវតែមានអារម្មណ៍ថារងការភ័យខ្លាចគ្រប់ពេលហើយព្រោះខ្មែរច្បាស់ជាចិញ្ចឹមចិត្តនៅក្នុងការវាយទន្ទ្រានដណ្ដើមមិនវាយទន្ទ្រានវាយទៀមទាយកកម្មសិទ្ធិស្របច្បាប់របស់ខ្មែរមកវិញឲ្យខាងតបានឲ្យថៃទទួលខុសត្រូវដូច្នេះថៃមានខ្លួនអង្គុយភ័យហើយតទៅពេលអង្គុយភ័យមកឲ្យយើងធានាសន្តិសុខគាត់វាអត់មានទេពាក្យសន្តិសុខសុវត្ថិភាពហ្នឹងគឺអាស្រ័យទៅលើការដែលគាត់តាឈប់ទៅដកទៅវិញឲ្យអស់ទៅប្រគល់ដីទាំងអស់នឹងមកឲ្យខ្មែរវិញមកហើយឈប់ឈ្លានពានកម្ពុជាតទៅទៀតហើយសងរាល់ការខូចខាតអានឹងបានផ្លូវចិត្តស្ងប់ព្រោះវាមានយុត្តិធម៌សម្រាប់កម្ពុជាអត់ទៅរករឿងថៃអាចចិញ្ចឹមចិត្តគុំសងសឹកដែរប៉ុន្តែបើសិនជាមានការប៉ះប៉ូវផ្លូវចិត្តដោះស្រាយបញ្ហាអីអញ្ចឹងទៅវាធ្វើឲ្យធូររបួសដួងចិត្តហ្នឹងទៅអាចនឹងមិនសងសឹកមិនអីវែងឆ្ងាយគ្រាន់ចាំនៅក្នុងប្រវត្តិសាស្ត្រអីអញ្ចឹងទៅតែនេះបង្កអំពើព្រៃផ្សៃខ្លោចផ្សាមកលើប្រជាពលរដ្ឋយ៉ាងអយុត្តិធម៌នៃប្រជាពលរដ្ឋខ្មែរហើយទៅភ័យខ្លាចរឿងមានអសន្តិសុខហើយយកអារឿងអសន្តិសុខសុវត្ថិភាពហ្នឹងជាលេសមិនដោះលែងទាហានខ្មែរអញ្ចឹងទាហានខ្មែរនឹងនៅជាមួយថៃមួយជីវិតដែរអញ្ចឹងព្រោះអត់អាចនឹងមានសន្តិសុខអ្នកណាធានាឲ្យទេព្រោះសន្តិសុខសុវត្ថិភាពហ្នឹងគឺកើតឡើងដោយការបង្កើតរបស់ទាហានថៃខ្លួនឯងបង្កើតឲ្យមានបញ្ហាដែររួមជាមួយនឹងអ្នកនយោបាយស្មោកគ្រោកនៅខ្មែរផ្សំគ្នាហ្នឹងដូច្នេះវាជារឿងអស់លោកតាហើយបើលោកបកកើតលោកបលុតវិញទៅព្រោះលោកចាប់ផ្ដើមក៏លោកជាអ្នកបញ្ចប់វាទៅហេតុអីបានជាយកបន្ទុកហ្នឹងយកមកដាក់ឲ្យប្រជាពលរដ្ឋខ្មែរទាំង17លានអ្នករងគ្រោះដោយសារតែអំពើរបស់អស់លោកដូច្នេះខ្ញុំគិតថារឿងនេះគឺជារឿងអយុត្តិធម៌គេប្រាប់ទៀតរឿងដ្រូនហ្នឹងក៏ជារឿងបញ្ហាដែរចោតប្រកាន់តែខាងក្រសួងការពារជាតិកម្ពុជាហ្នឹងទើបតែចេញសេចក្តីប្រកាសអាជ្ញាធរនៅទល់ដែនហ្នឹងថ្ងៃម្សិលមិញហ្នឹងប្រកាសឡើងវិញថ្ងៃ30ហ្នឹងថាអត់មានទេគឺហាមឃាត់រាល់ការបង្ហោះដ្រូនស៊ីវិលឯកជនឬក៏យោធាអីហ្នឹងអត់ឲ្យមាននៅតាមព្រំដែនចង់បញ្ជាក់ស្អំចិត្តប្រជាពលរដ្ឋថៃឬក៏យោធាថៃហ្នឹងប្រាប់ថាកម្ពុជាអត់មានបង្ហោះដ្រូនដោយការចោទប្រកាន់ទេតែថៃជឿទេបងប្អូនបើគេយល់លេសហើយនិយាយអីនិយាយទៅគឺដូរចាក់ទឹកលើក្បាលទាអញ្ចឹងរឿងនេះគឺយើងចាំមើលតទៅទៀតប៉ុន្តែលោកស៊ីហស័កភួងកេតកែវគាត់និយាយអញ្ចេះគាត់ថាកំពុងតែពិចារណាឡើងវិញតែនឹងអាចដោះលែងឆាប់អ្នកប្រើពាក្យថានឹងអាចដោះលែងឆាប់ដែរបើសិនជាស្ថានភាពប្រសើរឆាប់ប៉ុណ្ណាទៅបងប្អូន154ថ្ងៃហើយដែលទាហានយើងនៅក្នុងការគ្រប់គ្រងឃុំខ្លួនខុសច្បាប់របស់ថៃជាចំណាប់ខ្មាំងបងប្អូនប្រជាពលរដ្ឋផ្ញើសារមកខ្ញុំច្រើនណាស់សួរថាលោកមុងណារ៉េតអើយតើយើងដឹងតែមិនថាទាហានយើងនៅរស់អត់ឬមួយក៏ស្លាប់បាត់អស់ហើយបានជាគេមិនដោះលែងទេមានអីដោះលែងមានតែសាកសពដោះលែងអញ្ចឹងទៅបងប្អូនចិត្តទៅសួរព្រោះមិនទុកចិត្តថៃខ្ញុំក៏គ្មានចម្លើយសម្រាប់បងប្អូនដែរព្រោះអីយើងដឹងចុងក្រោយមកតាមរយៈប្រធានកាកបាទក្រហមអន្តរជាតិដែលមកជួបមន្ត្រីខ្មែរដូចជាលោកទាសីហាឬលោករដ្ឋតារាវុធអីលោកតារារតអីគឺគាត់ដូចថាបញ្ជាក់ថាទាហានខ្មែរយើងនៅមានសុខភាពល្អនៅអីប៉ុន្តែប្រហែលខែទៅហើយបាញ់គ្នាមក21ថ្ងៃយើងអត់ដឹងថាអ្នកណាដឹងហើយអ្នកណាអាចបញ្ជាក់រឿងនេះបានតែខ្ញុំនៅតែបន់ស្រន់សូមឲ្យគាត់នៅមានរស់រានមានជីវិតមានសុខភាពធម្មតាហើយនឹងបានវិលមកជួបជុំក្រុមគ្រួសារមាតុប្រទេសរបស់គាត់វិញនៅក្នុងពេលឆាប់តែប៉ុណ្្នឹងឯងយើងមិនអាចធ្វើអីថៃបានទេហើយបាតកម្មខ្មែរយើងនឹងមិនគួរស្បើយទេណាដល់ម៉ោងធ្វើបាតកម្មទៀតដែរហើយក៏អរគុណបងប្អូនខ្មែរក្រៅប្រទេសយើងប្រឹងមែនតើប្រឹងខ្លាំងណាស់ដោយសារតែយើងឃើញថាយើងចេះតែជួយគ្នាទៅកុំឲ្យដោយថារឿងជាតិយើងទាំងមូលប៉ុន្តែយើងត្រូវបន្តទៀតបងប្អូនបដកម្មអហិង្សាឥឡូវនេះថៃគឺគេយកលេសបែបហ្នឹងហើយគឺយើងអត់មានជំរឿសអីទេបងប្អូនអញ្ចឹងយើងរងចាំប្រហបព្រេងវាសនាទេវតាប្រទានដាក់ទានពីខាងថៃទេយើងអត់មានអីជាសម្ពាធដាក់ថៃបានទេអស់ហើយសហគមន៍អន្តរជាតិឈរអបដៃមើលទាំងអស់
ទី2គឺថៃពន្យាពេលការវាស់វែងព្រំដែនកម្ពុជានឹងរហូតដល់បោះឆ្នោតហើយនៅថៃយករថក្រោះយកគ្រឿងចាក់រកដុតបំផ្លាញផ្ទះសម្បែងអាគារសំណង់សាធារណៈរបស់ប្រជាពលរដ្ឋខ្មែរគ្រប់កន្លែងតំន់ធំតំន់តូចតាកបីប្រាសាទខ្នាច្រកអានសេះភ្នំ350ភ្នំ225ភ្នំ500ភ្នំ323ភ្នំ677ភូមិជោគជ័យព្រៃច័ន្ទផ្ទះ3ខ្នងអូភ្លុកដំរីតំបន់ច1ភ្នំត្រកថ្មដូនគឺទីតាំងទាំង17កន្លែងនេះគឺថៃគេអះអាងបងប្អូនណាអះអាងក្រសួងការពារជាតិអត់ទាន់ទទួលស្គាល់អត់មានថាទាន់ដែលកន្លែងណាគេគ្រប់គ្រងអីទេគ្រាន់តែថាយើងនឹងទៀមទាមកវិញអីមិនទាន់បាត់មិនទាន់អីអញ្ចឹងទៅឲ្យប្រាប់ប្រជាពលរដ្ឋអំពីជោគជ័យទៅទៀតរឿងជោគជ័យហ្នឹងមានតិចទៀតចាំមើលប្រជាពលរដ្ឋជ្រេញនឹងពាក្យជោគជ័យនឹងប៉ុណ្ណានៅពេលដែលទាហានយើងពាក់លីពេញព្រៃគេយកដីគ្រប់កន្លែងគ្រប់គ្រងយើងជោគជ័យដែរឥឡូវនេះគឺយើងឃើញថាថៃគឺគេប្រកាសទៀតថាដើម្បីវាស់អាព្រំខណ្ឌសីមាយើងហ្នឹងគឺចាំបោះឆ្នោតមានរដ្ឋាភិបាលរួចរាល់សិនប្រហែលខែទៀតបងប្អូនឃើញបងប្អូនឃើញនៅឃើញអំពីព្រៀបរបស់ថៃដែលគេយកយើងធ្វើដូចឆ្មាបលែងកដោមុននឹងលេបអញ្ចឹងណាបងប្អូនយើងគឺជាសត្វកណ្ដោមួយដែលថៃដែលឆ្មាថៃហ្នឹងគឺវៃបលែងលេងមុននឹងលេបប៉ុន្តែចុងក្រោយគឺលេបដដែលវាអត់មែនបលែងឲ្យយើងរស់ទៅទៀតប៉ុន្តែបើឲ្យស្លាប់ភ្លាមមកដូចស្រួលជាងទេបងប្អូនវានៅធ្វើឲ្យយើងរស់វេទនាជាងស្លាប់អញ្ចឹងទៀតគេថាគេធ្វើឲ្យឆ្មាហ្នឹងគឺបលែងកដោក្នុងន័យបែបហ្នឹងព្រោះអីយើងធ្វើបាបធ្វើទុកបុកម្នេញផ្លូវចិត្តយើងដោយសារអីនៅផ្ទះបលែងលេងដែលធ្វើឲ្យរត់ទៅណាក៏តែមិនរួចនៅតែចាំនៅក្នុងដង្គប់របស់ថៃហ្នឹងគឺឃើញគេយើងបានស្នើគណៈកម្មការព្រំដែនកម្ពុជាគឺបានប្រឹងប្រែងតាមលក្ខខណ្ឌផ្លូវច្បាប់ស្របច្បាប់ផ្លូវការដោយយោងតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូហ្នឹងគឺស្នើទៅភាគីម្ចាស់ផ្ទះថៃឲ្យរៀបចំគណៈកម្មាធិការព្រំខណ្ឌសីមាបោះវែងយើងហៅកាត់ថា JBC ហ្នឹងភ្លាមទៅធ្វើត្រឹមដើមឆ្នាំនេះទៅនៅសល់2ថ្ងៃហ្នឹងទៀតចាប់ដើមនិយាយទៅដើម្បីវាស់វែងភូមិព្រៃច័ន្ទភូមិជោគជ័យឬតំបន់ទាំងអស់ហ្នឹងឲ្យកម្ពុជាចាប់ដើមអាចនឹងដឹងថាកន្លែងណាខ្មែរកន្លែងណាថៃកន្លែងណាឲ្យប្រជាពលរដ្ឋវិលទៅវិញថៃគេឆ្លើយមកយ៉ាងខ្លីថាអត់ទេការវាស់វែងនេះគឺអត់មានធ្វើនៅពេលនេះទេគឺព្រោះរដ្ឋាភិបាលគេថារដ្ឋាភិបាលគេចាំផ្ទះវាអត់មានសិទ្ធិសម្រេចអីសោះលេះខេះអញ្ចឹងហ៎បងប្អូនហើយចុះសិទ្ធិទម្លាក់គ្រាប់នៅស្រុកខ្មែរនេះសិទ្ធិយករថក្រោះមកចូលក្នុងដែនអធិបតេយ្យខ្មែរនេះតើរដ្ឋាភិបាលណាអស់លោកមិនព្រមចាំដល់រដ្ឋាភិបាលជាប់ឆ្នោតហ្នឹងទៅព្រោះទ្រំលោភឈ្លានពានដែនអធិបតេយ្យប្រទេសមួយយ៉ាងកំរោលយ៉ាងបំពានប្រើយោធាប្រើគ្រឿងសព្វាវុធដែលជារបៀបការពារជាតិថៃដែលជាការសម្រេចមួយដ៏សំខាន់បំផុតដែលមិនមែនរដ្ឋាភិបាលចាំផ្ទះអាចធ្វើបានអស់លោកធ្វើកើតហើយដល់ពេលមកឲ្យបោះព្រំដែនព្រំប្រទល់អស់លោកលើកពេលរហូតដល់ក្រោយបោះឆ្នោតប្រហែលខែទៀតហើយតើធ្វើទុកបុកម្នេញផ្លូវចិត្តរបស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណាដែលកំពុងតែផ្ញើសារប្រាប់ថាមិនអីទេដីទាំងអស់ហ្នឹងយើងអត់បាត់ទេយើងនៅតែទាបានតែមិនទទួលស្គាល់ថាដីហ្នឹងគេគ្រប់គ្រងទេគាត់ថាយើងនៅតែរក្សាសិទ្ធិការពារខ្លួននឹងទាមទារមកវិញតាមច្បាប់ជាតិច្បាប់អន្តរជាតិតែអត់ប្តឹងទេហើយឥឡូវអារឿងប្តឹងរឿងមួយឥឡូវថៃគេអូសពេលហ្នឹងដើម្បីវាស់វែងទៀតដើម្បីអីបងប្អូនត្រឹមតែ3ថ្ងៃនេះអា72ម៉ោងហ្នឹងលុកខ្ទីយកត្រង់សេយកអាលេនឋានបេតុងយកអាកុងតឺន័រទូកុងតឺន័របាឡាលួសយកមកដាក់ស្ទើរគ្រប់កន្លែងឈូសឆាយខ្ទីដើម្បីដាក់លេនឋានហេដ្ឋារចនាសម្ព័ន្ធថ្មីទៀមទាថាហ្នឹងជាដីរបស់ថៃហើយយើងទៅចូលស្អីបានបន្ទាប់គេយកមកដាក់ត្រង់សេបាវខ្សាច់អីអស់ហើយនៅតាមតំបន់ដែលគេវាយបាននេះហើយមិនត្រឹមតែប៉ុណ្ណឹងគេអូសពេល 3-4 ខែទៀតដើម្បីអីដើម្បីចប់បោះឆ្នោតមានរដ្ឋាភិបាលថ្មីទើបសម្រេចរឿងព្រំសីមាព្រោះគេសម្រេចអត់បានអញ្ចឹងបានន័យថាម៉េចអញ្ចឹងបានន័យថាទាហានថៃនឹងឈូសឆាយខ្ទីតំបន់ហ្នឹងកែលម្អទៅជាអ្វីដែលគេចង់បានខ្មែរចូលអត់បានទាំងអស់ព្រោះគណៈកម្មាធិការព្រំដែនចម្រុះដែលឋាននឹងចុះទៅវាស់វែងហ្នឹងគឺអត់អាចធ្វើកិច្ចការងារនឹងបានព្រោះរដ្ឋាភិបាលថាគេអត់មានសមត្ថភាពអញ្ចឹងគឺលេសនេះគឺជាលេសមួយដែលធ្វើឲ្យរកម្មចិត្តប្រជាពលរដ្ឋខ្មែរ 3-4 ខែ 5-6 ខែទៅមុខទៀតមិនដឹងវាស់វែងព្រំសីមានឹងថ្ងៃណាហើយតើពេលវេលានឹងផោះតាងនឹងរលប់នឹងបាត់អស់ប៉ុណ្ណាហើយអង្កលបានយើងព្រមប្តឹងគេនេះជាឱកាសដែលល្អបំផុតនិយាយទៅល្អបំផុតនឹងវាល្អយូរហើយគាត់ថាម្ដងនេះក៏ល្អបំផុតដែរព្រោះអីថៃគេប្រកាសប្រាប់ថាគេឈ្លានពានទន្ទ្រានដីយើងនឹងបាន17កន្លែងថែមទៀតហើយហ្នឹងហ
ហើយទៅគេអត់ព្រមដោះស្រាយគេនៅតែឈូសគេនៅតែដាក់បេតុងគេនៅតែអីកំតិចខ្ទីក្នុងដែនហេដ្ឋារចនាសម្ព័ន្ធដីខ្មែរហើយយើងដឹងច្បាស់ទៀតថាដីនឹងជាដីខ្មែរដោយសារអីមានផ្ទុះព្រោះដោយសារចំការមីននឹងវាចំការដីខ្មែរទេព្រោះសុទ្ធតែជាផោះតាងទាំងអស់អាផោះតាងហ្នឹងថៃគេយកបន្ទុកដាក់យើងមិនប៉ុន្តែយើងជាផោះតាងពេញមាំនៅក្នុងការដាក់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិបើមិនដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ហីចោះព្រោះអីប្រជាពលរដ្ឋសាមញ្ញទូទៅគេអាចដាក់ជំនួសបានប៉ុន្តែដើម្បីដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិគឺតតែរដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលពេញសិទ្ធិជាសមាជិកអង្គការសហប្រជាជាតិហើយជាសមាជិករបស់តុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិ ICJ នេះដែលយើងដាក់បានអញ្ចឹងដាក់ទៅកុំចាំអីទៀតព្រោះផោះតាងគេដាក់មកពេញដៃហើយគេអត់ព្រមបបវាស់វែងព្រំដែនទៀតអានឹងហើយគឺជាពេលដែលយើងប្តឹងគេព្រោះអីយើងសុំឲ្យសម្របសម្រួលបើថាយើងសង្ឃឹមថាបានព្រំដែនខ្លះមកវិញអ្វីដែលថៃទន្ទ្រានហ្នឹងអានឹងយើងចេះតែសង្ឃឹមមិនអីទេតែយើងប្តឹងប៉ុន្តែឥឡូវថៃគេចាប់ផ្ដើមអូកាឡារហូតអញ្ចឹងគេចាប់ផ្ដើមអត់ឲ្យយើងចូលផងណាហើយយើងទៅរករឿងថៃមិនបានបងប្អូនព្រោះសេចក្តីប្រកាសមិនមែនជាកិច្ចព្រមព្រៀងទេមិនមែនជាសន្ធិសញ្ញាទេគឺគេសញ្ញេថ្ងៃហ្នឹងគេលុបគេជន់ចោលពេលណាក៏បានដែរជាសេចក្តីប្រកាសរួមបានន័យថាម៉េចខ្ញុំសូមប្រកាសជាអោលរឹកថាខ្ញុំនឹងទៅទិញម៉ូតូនៅថ្ងៃស្អែកចុះស្អែកឡើងខ្ញុំអត់មានលុយទិញម៉ូតូមិនអត់ទៅវាថៃម៉ូតូហ្នឹងអត់បានជិះចឹងទៅវាមិនមែនជាកិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាដែលចែងគ្រប់លក្ខខណ្ឌអនុវត្តមានយន្តការច្បាស់លាស់ឲ្យលម្អិតគ្រប់ម៉ាត់ហើយមានទោសទណ្ឌនៅក្នុងការរំលោភបំពានពិន័យអីចឹងអត់មានទេដូច្នេះសេចក្តីប្រកាសរួមនេះវាគ្រាន់តែជាក្រដាស់មួយសន្លឹកដែលគ្រាន់តែឲ្យបង្គ្រប់កិច្ចទៅហើយចប់ទៅអ្នកណាលុបក៏បានដែរអ្នកណាបំពានក៏បានដែរហើយអ្នកដែលបំពានគឺភាគីថៃនឹងហ្មងព្រោះយើងអាចធ្វើអីគេបានបើខ្មែរបំពានថៃរត់តែហៅរឿងយើងវាអកុសលអញ្ចឹងណាបងប្អូនឥឡូវនេះអូហើយអូកាឡាហើយមិនដឹងថ្ងៃណាទំរំរៀបចំរដ្ឋាភិបាលថ្មីហើយបងប្អូនសង្ឃឹមលើរដ្ឋាភិបាលថៃថ្មីហ្នឹងអ្នកណាដែលជាការកាន់អំណាចថ្មីហ្នឹងបើលោកអនុទិនច័ន្ទវរៈគុលចោះបួងសួងកុំឲ្យគាត់ជាប់ឆ្នោតបើគាត់កាន់ជាប់មកហ្នឹងគឺរឿងព្រំដែនយើងហ្នឹងគឺសកាឲ្យដូចអញ្ចឹងហើយមិនស្រួលរើតែថៃសាហាវខោខើព្រៃផ្សាយជាងហ្នឹងទៀតពួកអីចង់បានតំណែងហ្នឹងកាន់4 5ឆ្នាំទៀតហ្នឹងតើគាត់ទៅហ៊ានធ្វើអីឲ្យធូរខ្សុយបាននោះអត់ទេអាហ្នឹងបើយើងរឿងច័ន្ទអនុទិនច័ន្ទវរៈចុះបើបានភឿថៃក្រុមគ្រួសារតកូលថាក់ស៊ីនគេកំពុងរងចាំសងសឹកតកូលហ៊ុនពីរឿងរំលាយគេខ្សែអត់សម្លេងអីហ្នឹងតើបានសុកមកពីណាហើយចុះបើសិនជាបានទៅក្រុមណាត់តភងរឿងបញ្ញវុត្តដែលជាគណៈបកអនាគតឈ្មោះទៅមុខឥឡូវដូរទៅជាគណៈបកប្រជាពលរដ្ឋថៃអីហ្នឹងប្រជាជនថៃហ្នឹងតែយើងសង្ឃឹមអីដែលពួកគាត់នឹងមកនិយាយពីរឿងខ្មែរពួកគាត់និយាយតែពីរឿងដែនអធិបតេយ្យរឿងបូរណភាពទឹកដីគាត់ដែរដូច្នេះរឿងនេះគឺនឹងវាយូរឆ្នាំទៀតហើយយើងរងចាំអញ្ចឹងមែនបងប្អូនយើងរងចាំអត់បានទេមិនអញ្ចឹងហ៎ប៉ុន្តែយើងធ្វើអីតើខ្មែរយើងធ្វើអីគេយើងអត់អាចទៅកាន់ផ្តិលសុំទានគេដើម្បីប្រោះប្រទានមេត្តានៅពេលដែលគេដឹងថាជាមនុស្សដែលបំពេញយើងធ្វើអត់បានទេសហគមន៍អន្តរជាតិក៏គេធ្វើជួយយើងអត់បានដែរព្រោះអីគេប្រលេះដៃចោលតើយើងធ្វើអីឲ្យប្រកាសមើលបងប្អូនសួរមកសាកឆ្លើយសំណួរយើងធ្វើអីទី1ដែលខ្ញុំជាចម្លើយរបស់ខ្ញុំឯណាទី1ដែលត្រូវធ្វើនឹងលឿនបំផុតតាមតែអាចធ្វើទៅបានគឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអត់មានប្រកែកអត់មានលេះអត់មានត្រូវការពេលអត់មានត្រូវការពជាអីទាំងអស់ព្រោះម៉ោងនេះគឺថៃប្រាប់ឲ្យថាអត់ទាន់វាស់វែងអីបានទេដូច្នេះតំបន់ហ្នឹងថៃកំពុងតែគ្រប់គ្រងអាគេកំពុងគ្រប់គ្រងហ្នឹងហើយដែលទៀមទាមកវិញយើងចាំដល់ពេលវាស់វែងហើយអូចាំមើលខាងលោកគេបានឲ្យមកអស់មកយើងវិញហើយបើសល់ម៉ានអីម៉ានយើងអត់ត្រូវគ្នាចាំប្តឹងវាអត់មែនពេលអញ្ចឹងទេព្រោះឥឡូវគេប្រាប់ឲ្យតើថាគេគ្រប់គ្រងតំបន់អស់ហ្នឹងគេដាក់ទង់ជ័យគេឈូសឆាយដីរបស់យើងហើយតាដីយើងប្តឹងទៅហើយមានតែចាំអីទៀតហើយហេតុ